All New Toyota Hilux 2027 បានបង្ហាញខ្លួនជាផ្លូវការហើយជាមួយរូបរាងថ្មីសម្បីតែ logo ក៏ផ្លាស់ប្ដូរថ្មី I see trees of green, red roses I see them bloom for All New Toyota Hilux 2027បានបង្ហាញខ្លួនជាផ្លូវការហើយជាមួយរូបរាងថ្មីសម្បីតែ logo ក៏ផ្លាស់ប្ដូរថ្មី All New Hilux Travel អ្នកបន្តតំណែងពី Hilux Revo Rally ដែលគេនិយមជិះគ្រប់ទិសទីទៅទីណាក៏ជួបទៅដល់ណាក៏ឃើញស៊ូប្ដូរ logo ក៏មិនប្ដូរត្រកូលបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃត្រកូលរថយន្ត Pick Up តចំនួន Toyota Hilux Travel ដែលពាក្យថា Travel នេះគឺមកពីពាក្យថា Travel plus Move Forward នេះជាការផ្លាស់ប្ដូរឈ្មោះជាលើកដំបូងរបស់ Hilux ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ All New Hilux Travel 2027បានបង្ហាញខ្លួនជាមួយនឹងការរចនាថ្មីទាំងស្រុងទាំងខាងក្រៅនិងខាងក្នុងការផ្លាស់ប្ដូរទាំងនេះមិនប្រើ logo រង្វង់ 3 របស់ Toyota ទៀតទេតែបានបំពាក់នៅពាក្យ Toyota ធំៗជំនួសវិញផ្នែកខាងមុខជាមួយនឹងចង្កៀងបែបថ្មីអមដោយ LED ដែលបានរចនាឡើងវិញទាំងស្រុងស្តុបខាងក្រោយជាប្រភេទ LED ដែលរចនាឡើងមានភាពទាក់ទាញនិងទាន់សម័យជាងមុនចូលទៅផ្នែកខាងក្នុងកាប៊ីនត្រូវបានរចនាឡើងវិញទាំងស្រុងនិងមានភាពទាន់សម័យដែល inspire ចេញពី Toyota Land Cruiser ឬ RC300 ជាមួយអេក្រង់កម្សាន្តថ្មីទំហំ 12.3 អ៊ិញដែលភ្ជាប់ជាមួយ Apple CarPlay និង Android Auto អេក្រង់ផ្ដល់ព័ត៌មានសម្រាប់អ្នកបើកបរមានទំហំ 8.0 អ៊ិញជាមួយជម្រើសម៉ាស៊ីនរួមមានម៉ាស៊ីន Mazut ទំហំ 2.8 លីត្រ Turbo ចំនួន 4 ស៊ីឡាំងបង្កើតបានកម្លាំង 204 HP និងកម្លាំងរមួល 500 Nm អ្វីដែលកាន់តែពិសេសនោះគឺ model Hilux Travel E ដែលជា model អគ្គិសនីសុទ្ធដំបូងគេបង្អស់របស់ Hilux វាបំពាក់អាគុយ 59.2 kW ម៉ោងដែលអាចបើកបរបានចម្ងាយប្រហែល 300 km សម្រាប់ trim level ដែលត្រូវបានដាក់លក់ក្នុងទីផ្សាររួមមាន Travel Pre-runner, Travel 4Track Travel Overland សម្រាប់ព័ត៌មានលម្អិតនិងជម្រាបជូននៅពេលខាងក្រោយទៀតតើបងប្អូនយល់យ៉ាងណាដែរចំពោះ All New Toyota Hilux Travel 2027នេះ